សូមជម្រាបសួរបងប្អូនស្ត្រីទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកប្រធានបទការបង្ការជំងឺបាក់ទឹកចិត្តក្រោយសម្រាលជំងឺបាក់ទឹកចិត្តក្រោយសម្រាលគឺជាជំងឺផ្លូវចិត្តដែលអាចកើតឡើងចំពោះម្ដាយបន្ទាប់ពីសម្រាលកូនរួចក្រោយសម្រាលកូនរួចស្ត្រីមួយចំនួនបែរជាមានបញ្ហាផ្លូវចិត្តមានការផ្លាស់ប្ដូរទាំងអារម្មណ៍ផ្លូវចិត្តផ្លូវកាយនិងអាកប្បកិរិយាពិសេសស្ត្រីដែលមានកូនដំបូងខ្វះបទពិសោធន៍ក្នុងការចិញ្ចឹមបីបាច់កូននេះជាចំណុចទាំង5ដើម្បីការពារការកើតជំងឺបាក់ទឹកចិត្តក្រោយសម្រាលទី1រៀបចំផ្លូវចិត្តតាំងពីពេលមានផ្ទៃពោះស្ត្រីត្រូវត្រៀមអារម្មណ៍រួចជាស្រេចចាប់តាំងពីពេលពពោះរហូតដល់សម្រាលកូនហើយត្រូវគិតថាមានអ្នកណាល្អឥតខ្ចោះឡើយទី2ផ្ដល់អាទិភាពដល់ការគេងទោះបីជារយៈពេលខ្លីក៏ដោយការគេងមិនគ្រប់ធ្វើឲ្យម្ដាយនឿយហត់និងបាត់បង់ការគ្រប់គ្រងអារម្មណ៍ងាយមួម៉ៅងាយខឹងម៉ាក់គួរគេងបន្តិចស្របពេលកូនគេងលក់ទោះជា15នាទីក៏ល្អជាងស៊ូទ្រាំរាប់ខែចំណុចទី3គឺការញ៉ាំអាហារបំប៉នពេញលេញការញ៉ាំវីតាមីន Omega 3 DHA EPA និងផលិតផលសម្រាប់ស្ត្រីឲ្យកូនបើក្រោយសម្រាលដូចជាផលិតផល Elevit Breastfeeding ដែលមាន Omega 3 និង DHA ស្រាប់ឬលោកអ្នកអាចញ៉ាំវីតាមីនផ្សេងទៀតដែលគ្រូពេទ្យណែនាំដែលមានផ្ទុកវីតាមីន Omega 3 និង DHA ក៏បានទី4ស្ត្រីចាំបាច់ត្រូវសុំសាច់ញាតិឲ្យជួយគាំទ្រការមើលថែកូនមិនមែនជាតួនាទីរបស់ម្ដាយតែម្នាក់នោះទេគ្រួសារយើងក៏មានចំណែកជួយមើលកូនដូចជាប្តីឪពុកម្ដាយឬបងប្អូនយើងកុំខ្លាចក្នុងការហៅជួយឬចែករំលែកព្រោះវាជាវិធីជំនួយស្មារតីដល់អ្នកម្ដាយផងដែរចំណុចទី5គឺកុំតូចចិត្តពេលពិបាកចិត្តកុំលាក់ទុកត្រូវនិយាយចេញមកត្រូវនិយាយអ្វីដែលមាននៅក្នុងចិត្តប្រាប់សាច់ញាតិឬក៏មិត្តភ័ក្តិជិតស្និទ្ធដើម្បីជួយរំលែកនិងពិភាក្សារកដំណោះស្រាយបើលាក់ទុកក្នុងចិត្តតែម្នាក់ឯងអាចធ្វើឲ្យអ្នកមានជំងឺបាក់ទឹកចិត្តក្រោយសម្រាលជាចុងក្រោយសូមអរគុណសម្រាប់ការតាមដានស្ដាប់វីដេអូក្នុង Channel របស់នាងខ្ញុំសូមជូនពរម៉ាក់ក្រោយសម្រាលមានសុខភាពល្អព្រមទាំងបុត្រដែលមានប្រាជ្ញានិងមានកម្លាំងស្មារតីមាំមួនសូមអរគុណសូមជម្រាបលា